ឆ្ងល់ដែរពេលខ្លះជីវិតកើតមកគឺអត់ស្រួលសោះតែម្ដងវាតែងតែជួបប្រទះជាមួយការលំបាកអត់ចេះចប់អត់ចេះហើយធ្លាប់គិតថាសុកបើបានលុយមកលានដុល្លារប្រហែលជាល្អឬមួយក៏ដើរសុកទាត់ចំជាគៀងចេននេះសុំបំណងប្រាថ្នាឲ្យខ្លាចជាអ្នកមានលែងលំបាកអញ្ចឹងណាតែធៀបពិតទៅវាគ្រាន់តែជាក្តីសម័យទេយើងអត់អាចធ្វើអញ្ចឹងបានទេ ជីវិតវាតែងតែមានការលំបាកវាតែងតែមានភាពសោកសៅការទុក្ខលីលំក្នុងនឹងគឺជារឿងធម្មតាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាការលំបាកគឺសុទ្ធតែបានបង្រៀនយើងទាំងអស់គ្នាគឺធ្វើឲ្យពួកយើងទាំងអស់គ្នារឹងមាំអញ្ចឹងថ្ងៃនេះខ្ញុំមានរឿងមួយចង់ចែករំលែកជូនអ្នកទាំងអស់គ្នាតោះមកស្ដាប់ជាមួយខ្ញុំអញ្ចឹងរឿងនេះដែរគឺនិយាយអំពីបុរសម្នាក់គាត់បានឃើញសម្បកដង្កូវនាងណាអញ្ចឹងយើងដឹងហើយថាដង្កូវនាងនៅពេលដែលវាคล้ายជាមេអំបៅគឺវាសកអញ្ចឹងគាត់កំពុងតែឃើញសម្បកដង្កូវនាងហ្នឹងហើយគាត់ឃើញថាដង្កូវនាងហ្នឹងវារៀបចេញពីសម្បករបស់វាហ្នឹងមកហើយវាជិតคล้ายទៅជាមេអំបៅហើយគាត់មើលយ៉ាងយកចិត្តទុកដាក់ឃើញថាវាព្យាយាមម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតប៉ុន្តែវាហាក់ដូចជាជាប់គាំងនៅក្នុងសម្បកហ្នឹងតែម្ដងអញ្ចឹងគាត់ក៏អង្គុយមើលយូរទៅដោយអារម្មណ៍អាណិតទៅលើមេអំបៅអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់នឹងជួយគាត់ក៏បានរត់ទៅយកកត្រៃតូចមួយហើយគាត់បានកាត់សម្បកនឹងយ៉ាងប្រុងប្រយ័ត្នបន្ទាប់មកមេអំបៅហ្នឹងក៏បានចេញយ៉ាងងាយស្រួលប៉ុន្តែនៅពេលដែលគាត់សង្កេតមើលទៅឃើញថាវាមានរឿងមួយដែលអត់ប្រក្រតីទេចំណែកឯរឿងដែលមិនប្រក្រតីហ្នឹងគឺត្រង់ថារាងកាយរបស់សត្វមេអំបៅហ្នឹងគឺវាធំប៉ុន្តែស្លាបរបស់វាតូចហើយមើលទៅគឺខ្សោយមែនតើអញ្ចឹងបុរសហ្នឹងក៏គិតថាអូប្រហែលជាមិនអីទេស្លាបវានឹងរឹងមាំបន្តិចម្ដងប៉ុន្តែអត់ទេមេអំបៅគឺនៅតែមិនអាចហោះហើរបានអញ្ចឹងអ្វីដែលបុរសហ្នឹងគាត់អត់បានយល់ហ្នឹងគឺត្រង់ថាការដែលធ្វើឲ្យសត្វមេអំបៅហ្នឹងវាពិបាកនៅក្នុងការហែកអាសម្បកវាចេញហ្នឹងណាវាគឺជាកន្លែងមួយដែលបញ្ជូនអាសារធាតុទៅកាន់ស្លាបរបស់វាជំនួយឲ្យស្លាបរបស់វារឹងមាំប៉ុន្តែគឺបុរសហ្នឹងគឺគាត់អត់ដឹងទេអញ្ចឹងគាត់ក៏បានគិតថាអូអត់ចង់ឲ្យមេអំបៅហ្នឹងពិបាកទេអញ្ចឹងគាត់ក៏ទៅជួយហែកសម្បកដើម្បីឲ្យមេអំបៅហ្នឹងគឺបានចេញមកដោយស្រួលអញ្ចឹងកន្លែងនេះគឺមានន័យថាអញ្ចឹងបើសិនជាអត់មានការលំបាកហ្នឹងទេមេអំបៅគឺមិនអាចហោះហើរបានឡើយដូច្នេះពេលក្រោយបើសិនជាអ្នកទាំងអស់គ្នាជួបជាមួយនឹងភាពលំបាកយើងត្រូវតែប្រាប់ខ្លួនឯងថាកុំបោះបង់ព្រោះអីអ្នកណាក៏សុទ្ធតែទទួលបាននៅរឿងអញ្ចឹងដូចគ្នានៅក្នុងជីវិតដែរមិនថាទាំងអស់គ្នាមិនថាខ្ញុំទេអ្វីដែលយើងប្រាថ្នាគឺប្រកបណាស់ជាយើងចង់បានជីវិតមួយដែលសុខស្រួលល្អប្រសើរប៉ុន្តែយើងអត់អាចជៀសវាងបានទេទៅលើអាភាពលំបាកហើយខ្ញុំជឿថាភាពលំបាកគឺវាជាផ្នែកមួយនៅក្នុងការលុតបំដំណើរជីវិតរបស់យើងមិនថាយើងជាសិស្សមិនថាយើងជាអ្នកធ្វើការឬមួយក៏យើងជាអ្នកណាទេមុននឹងក្រោយអ្នកទាំងអស់គ្នាប្រកាសជាកលេចមើលទៅអតីតកាលហើយពេលខ្លះគឺអ្នកទាំងអស់គ្នាអរគុណជាមួយនឹងមេរៀនជីវិតដែលបានផ្ដល់ជូនយើងពេលខ្លះបើសិនជាយើងអត់ជួបជាមួយនឹងភាពលំបាកទេប្រហែលជាយើងអត់រឹងមាំយើងអត់ដឹងយើងអត់ទទួលបានបទពិសោធន៍ដូចអ្វីដែលជាយើងរាល់ថ្ងៃនេះទេព្រោះពេលខ្លះប្រហែលជាការលំបាកវាកំពុងតែផ្ដល់នូវភាពរឹងមាំដូចដែលបញ្ហារបស់សត្វមេអំបៅដល់នូវភាពរឹងមាំទៅកាន់ស្លាបរបស់វាអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាកំពុងបង្កើតស្លាបមួយដែលរឹងមាំ
របស់អ្នកទាំងអស់គ្នាដូចគ្នាអ្វីដែលសំខាន់គឺកុំបោះបង់ប្រឈមមុខជាមួយនឹងអ្វីដែលយើងកំពុង